មួយឃ្លាដែលលោកឪពុកម្នាក់គាត់បានផ្ដាំផ្ញើចំពោះកូនប្រុសរបស់គាត់ក្នុងថ្ងៃរៀបការគាត់ផ្ដាំកូនប្រុសរបស់គាត់ថាមុននឹងកូនគិតថាចង់ក្បត់ប្រពន្ធសូមកូនគិតគ្រាដែលកូនចង់បាននាងមកផងថាវាពិបាកប៉ុណ្ណាបើនាងមិនស្រឡាញ់កូនទុកចិត្តកូនមានភាពជឿលាក់ជាក់លើកូននាងក៏មិនព្រមលះបង់រូបឆោមដ៏ស្រស់ស្អាតរបស់នាងដែរដូច្នេះបើសិនជាបាននាងមកហើយកូនត្រូវព្យាយាមធ្វើបែបណាឲ្យនាងសប្បាយចិត្តមានក្តីសុខមានសុភមង្គលទាំងផ្លូវកាយនិងផ្លូវចិត្តផងកូនមិនយល់ថានាងផ្ដល់ក្តីសង្ឃឹមលើកូនយ៉ាងណានៅពេលនាងបដិសេធមនុស្សប្រុសល្អជាច្រើនហើយព្រមជ្រើសរើសរៀបការជាមួយកូនហើយនៅពេលដែលនាងខ្លាយជារបស់កូនកូនបែរជាមិនផ្ដល់ភាពសំខាន់ចំពោះនាងតើវាសមទេកូនមិនយល់តានាងក្លាហានយ៉ាងណាដែលសុខចិត្តចោះចេញពីផ្ទះចាក់ចេញពីឪពុកម្ដាយបងប្អូនសាច់ញាតិមករួមរស់នៅជាមួយកូនឆ្លងថ្ងៃល្អថ្ងៃអាក្រក់ជាមួយកូនមិនមែនមកពីនាងឈួតទេមកពីនាងទុកកូនជាមនុស្សសំខាន់បន្ទាប់ពីឪពុកម្ដាយរបស់នាងមិនយល់ថានាងពិបាកយ៉ាងណានៅពេលដែលនាងទ្រាំពពោះចាញ់កូនអស់រយៈពេល1ឆ្នាំដើម្បីបង្កើតកូនឲ្យកូនតែកូនបែរជាកំពុងរវល់ធ្វើចរិតសេដ្ឋីនៅចំពោះមុខស្រី KTV ហើយកូនមិនយល់ថានាងឈឺចាប់ស្ទើរស្លាប់ស្ទើររស់យ៉ាងណានៅពេលដែលនាងបដូរជីវិតដើម្បីបង្កើតកូនឲ្យកូនមិនយល់ថានាងហត់នឿយទន់ខ្សោយយ៉ាងណានៅពេលដែលនាងចំណាយពេលវេលានិងសុខភាពដើម្បីមើលថែកូនរបស់កូនមិនយល់ថានាងក្រៀមក្រំយ៉ាងណានៅពេលដែលនាងឃើញរូបសម្រស់ខ្លួនឯងកាន់តែអាក្រក់ទៅតែនាងគ្មានសូម្បីតែពេលវេលានិងលុយកាក់គ្រប់គ្រាន់សម្រាប់មើលថែខ្លួនឯងកូនដឹងទេការនាងនៅលីវលេលៀបទាំងខ្លងមិនហ៊ានទាំងត្រូវថ្ងៃផងខ្លាចខ្មៅខ្លាចមិនស្អាតតែពេលរៀបការហើយនាងលះបង់ស្ទើរគ្រប់យ៉ាងដើម្បីប្តីបាក់សម្រស់ខ្លាចជាធាត់ខ្លាចជាមិនស្អាតដោយក្រមុំពណ៌ពោះឆ្លងទន្លេស្ទើរស្លាប់រស់ដើម្បីនរណាគឺដើម្បីប្តីនិងកូននឹងឯងហើយកូនត្រូវចាំទៅទៀតថាពាក្យតែប្តីកូនត្រូវដើរតួជាប្តីផងបងផងឪពុកផងជាគ្រូផងសម្រាប់ប្រពន្ធមិនមែនដើរតួជាថៅកែឬជាម្ចាស់ជីវិតរបស់ប្រពន្ធដាច់ថ្លៃឡើយហើយក៏មិនត្រូវខុសដៃយកដៃខុសជើងយកជើងនោះទេហើយកូនត្រូវចាំថានៅពេលដែលកូនរៀបការមានប្រពន្ធហើយកូនត្រូវតែលះបង់ទម្លាប់ទម្លាប់អាក្រក់ចេញឲ្យអស់ចរិតកូនកាលនៅកំឡោះបែបម៉េចកូនត្រូវតែរៀនកែប្រែខ្លួនកាលណាបើសិនជាកូនមានប្រពន្ធហើយប្រព្រឹត្តធ្វើខ្លួនហាក់បីដូចជាខ្លួនឯងនៅលីវមិនយូរទេកូននឹងនៅលីវម្ដងទៀតចាក់ជាបន្ខានពីព្រោះថាមនុស្សស្រីកាលណាបើអស់ពេលទ្រាំនាងទ្រាំលែងបានហើយនាងនឹងបោះបង់ចោលដោយគ្មានការស្ដាយស្រណោះនោះទេនេះជាពាក្យបណ្ដាំរបស់ឪពុកម្នាក់ដែលគាត់បានផ្ដាំប្រាប់ចំពោះកូនប្រុសរបស់គាត់នៅក្នុងថ្ងៃរៀបការចំណែកម្ដាយក៏គាត់បានផ្ដាំចំពោះកូនស្រីដែរក្នុងថ្ងៃរៀបការនោះប៉ុណ្ណាម្ដាយម្នាក់នោះគាត់បានផ្ដាំចំពោះកូនស្រីគាត់ថានៅពេលដែលកូនមានគ្រួសារសូមឲ្យកូនចេះស្រឡាញ់ម្ដាយក្មេកឪពុកក្មេកឲ្យដូចពុកម៉ែបង្កើតហើយកូនត្រូវចេះស្រឡាញ់បងប្អូនខាងស្វាមីបើកូនទៅនៅខាងគេត្រូវចេះយកឧស្សាហ៍ម្ដាយក្មេកឲ្យគាត់អាណិតស្រឡាញ់កូនឲ្យបានច្រើនបើថ្ងៃណាមួយកូនឆ្លោះគ្នាជាមួយប្តីចូលកូនគិតដល់ថ្ងៃដែលកូនស្រឡាញ់គ្នាផងវាធ្លាប់សន្យាជាមួយគ្នាយ៉ាងម៉េចខ្លះឆ្លោះគ្នាត្រូវចេះនិយាយសម្រួលគ្នាសួរនាំគ្នាកុំប្រាហិង្សាឬប្រើពាក្យប្រមាថមើលងាយគ្នាអសោះណាកូនមួយទៀតបើកូនអត់ចិត្តនឹងប្តីកូនត្រូវតែប្រាប់ប្តីបើប្តីធ្វើអីខុសកូនត្រូវតែប្រាប់ប្តីបើកូនចង់បានអីពីប្តីកូនត្រូវតែប្រាប់ប្តីដល់ខ្លួនឯងបើកូនចង់ឲ្យប្តីកូនកែត្រង់ចំណុចណាកូនត្រូវតែទៅប្រាប់ប្តីដល់ខ្លួនឯងដល់ផ្ទាល់កូនកុំទៅប្រាប់អ្នកដទៃឬពូមីងយាយតាបងប្អូនអ្នកចិត្តខាងឲ្យសោះព្រោះពួកគាត់អត់យកមកជួយនិយាយប្រាប់ប្តីកូនវិញទេកូនអើយចង្គៀងផ្ទះនរណាភ្លឺផ្ទះនរនោះតែបើកូនអុចចង្គៀងជួមាត់ទ្វារនៅខាងក្រៅផ្ទះច្បាស់ជាភ្លឺចេះដល់ផ្លូវដែលគេដើរហើយណាកូននេះពាក្យពេចន៍របស់អ្នកម្ដាយម្នាក់ដែលគាត់ផ្ដាំចំពោះកូនស្រីរបស់គាត់ក្នុងថ្ងៃរៀបការដើម្បីបានជាកតិដឹងឲ្យកូនក្នុងថ្ងៃរៀបការនឹងមានការពិចារណាឲ្យបដិបត្តិតាមពាក្យពេចន៍ដឹងគឺពិតជាឃើញលើនៅសេចក្តីសុខសុភមង្គល
បើរឿងអីបន្តិចបន្តួចដល់ក្នុងក្រុមគ្រួសារកូនស្រីត្រូវចាំថាយើងមិនត្រូវយកពាក្យទាំងអស់ហ្នឹងទៅប្រាប់ចំពោះមិត្តភ័ក្តិយើងបងប្អូនយើងអ្នកដទៃនៅខាងក្រៅនោះទេព្រោះយើងត្រូវតែដោះស្រាយជាមួយគ្នាឆ្ងាត់ឆ្ងាត់លោកសម្ដែងថាកុំនាំភ្លើងខាងក្នុងយកចាញ់ទៅក្រៅរឿងរ៉ាវរបស់គ្រួសាររបស់យើងហ្នឹងកុំយកទៅប្រាប់អ្នកដទៃព្រោះអ្នកដទៃគេនឹងយកទៅបន្តនិយាយបង្កើតជាសាច់រឿងតភាគនៅខាងក្រៅហើយនៅពេលដែលគេនិយាយរឿងរបស់យើងហើយគេអត់និយាយត្រឹមតែអ្វីដែលយើងបានប្រាប់ទៅគេទេគេនឹងបំពងបន្ថែមលវយកាន់តែខ្លាំងឡើងរឿងនោះកាន់តែសោកខ្សាយខ្លាំងទៅនឹងធ្លាក់ធ្លាយចូលមកដល់ផ្ទះយើងវិញយើងក៏ពិបាកក្នុងការដោះស្រាយដែរនឹងហើយចង្គៀងផ្ទះនរណាភ្លឺផ្ទះនរនោះពេលខ្លះការរក្សាអាចកបាំងគ្នាឲ្យប្តីឲ្យប្រពន្ធឲ្យគ្រួសារឯងក៏យើងកំពុងតែរក្សានូវកិត្តិយសកេរ្តិ៍ឈ្មោះរបស់គ្រួសារយើងដែររក្សានូវកិត្តិយសកេរ្តិ៍ឈ្មោះដល់ប្តីយើងប្រពន្ធយើងឪពុកម្ដាយយើងដែរពីព្រោះថាពេលដែលយើងខឹងគ្នាអន់ចិត្តនឹងគ្នាយើងទប់មិនបានយកទៅប្រាប់មិត្តភ័ក្តិយកទៅប្រាប់អ្នកដទៃដែលយើងបានស្គាល់នៅពេលដែលយើងត្រូវគ្នាវិញយើងអាចភ្លេចកំហុសគ្នាបំភ្លេចកំហុសគ្នាអស់រលីងប្តីប្រពន្ធប៉ុន្តែអ្នកដែលយើងយកពាក្យប៉ុន្មានយកទៅប្រាប់ដល់អ្នកដទៃនៅខាងក្រៅគេអត់ភ្លេចទេគេនៅចងចាំក្នុងខួរក្បាលយើងជានិច្ចហើយគេយកទៅនិយាយតគ្នាអូប្តីម្នាក់នេះចេះប្តីម្នាក់នឹងវាចោះបន្តគ្នាអញ្ចឹងទៅធ្វើឲ្យគ្រួសាររបស់យើងនឹងវារកពលឺសុភមង្គលអត់ឃើញទេកាន់តែអ៊ូអាប់នឹងមានការឆ្លោះទាស់គ្នាកាន់តែខ្លាំងឡើងហើយចំណុចមួយទៀតអាត្មាចង់ចម្រើនពរដល់កូនប្រុសចាប់ពីពេលនេះតទៅគឺយើងបំពេញមុខបំពេញមាត់ដឹងអស់ទៅដល់ចាស់ទុំបងប្អូនចិត្តឆ្ងាយទាំងអស់ថាក្នុងថ្ងៃនេះស្រីមួយពិភពលោកយើងព្រមជ្រើសរើសយកតែមុខគ្រក់ស្រីពោតតែម្នាក់ដើម្បីបន្តដំណើរលើវិថីជីវិតដើរទៅអនាគតជាមួយគ្នាហើយគឺត្រូវតែរក្សាភាពស្មោះត្រង់ហ៊ានប្រកបប្រកាសប្រាប់ដល់អ្នកដទៃបងប្អូនមិត្តភក្តិស្រីស្នេហ៍អីយ៉ាងណាផ្សេងពីមុនអីទាំងអស់ហ្នឹងប្រាប់តែពេលនេះខ្ញុំមានម្ចាស់បេះដូងហើយមានកម្មសិទ្ធិហើយមានប្រពន្ធហើយនេះជាទួនាទីទី1ដែលប្រពុតសម្ដែងប្រាប់ចំពោះស្វាមីថាត្រូវយកភរិយាដល់ពេញមុខបំពេញមាត់ដោយមិនមានការលាក់លៀមផាត់ក្បត់ឬក៏មានអាចកបាំងទៀតទេបើចេញទៅក្រៅអីជាដើមនាំប្រពន្ធទៅបើគេសួរថាម្នាក់ស្រីនោះត្រូវអ្មេចនឹងអ្នកយើងត្រូវតែប្រាប់ថាម្នាក់នឹងត្រូវជាភរិយារបស់ខ្ញុំត្រូវជាប្រពន្ធរបស់ខ្ញុំមិនមែនពេលដែលនៅមុខប្រពន្ធគេសួរថាម្នាក់ស្រីនឹងត្រូវអ្មេចអ្នកត្រូវប្រពន្ធខ្ញុំត្រូវភរិយាខ្ញុំដល់ពេលទៅម្នាក់ឯងស្រាប់តែស្រីក្មេងៗសួរបងមានប្រពន្ធនៅទេខ្ញុំនៅកន្លោះចេះអានឹងខុសរឿងហើយហ្នឹងហើយខុសហេតុទី1ដែលប្រពុតសម្ដែងហើយអញ្ចឹងទី1ហ្នឹងប៉ាមីត្រូវតែសង្គ្រោះទៅភរិយាដោយការយកភរិយាពេញមុខពេញបត់ពេញច្បាប់ហើយមិនខ្លាចក្នុងការប្រាប់អ្នកដទៃថាអ្នកនេះជាភរិយារបស់ខ្ញុំនោះទេសូមអ្នកជាប្តីចង់ប្រុងស្មារតីស្ដាប់ហើយចាំទុកនៅនាទីខ្លួន5ជាប្រមុខទៅបានជួបសុខនៅក្នុងគ្រួសារនាទីទាំង5ព្រះពុទ្ធត្រាស់ផ្ដាំប្រោះគ្រប់អាត្មាចេះហើយអនុវត្តទៅហៅផស្ដាពោពេញលក្ខណៈប្រុសត្រង់5ហត្ថទី1ស្វាមីនិយាយស្រដីដល់ពេលល្អក្តាច់ទៅរកភរិយាតុនផ្អែមគ្រប់បាត់ពីរកសំស័តចំពោះនាងស្រីនាងក្រាន់តែលើសម្ដីប្តីហៅផ្អែមលហែមប្រពៃចិត្តតូនតុនអស់ស្មោះពេញហរតីគោរពខ្លាចប្តីកោតក្រែងជានិច្ចទី2ស្វាមីទោះបីនាងស្រីខុសឆ្គងដោយកិច្ចរំពៃអនុគ្រោះកុំចេះប្រតិចតាមដោយពាក្យពេចន៍ដែលខ្លួនចង់ថានាងជាភរិយាលឺហើយក្រំគ្រាចុកណែនអរាត្បិតជាប្រពន្ធពុំមែនទាសាកុំបញ្ចោតថាវេវត្តឡើយនៃដៀលមេដៀលបាដៀលពូជពងសាបញ្ឈឺចិត្តស្រីដៀលសពដៀលគ្រប់ដោយអាងជាប្តីពលពាកអប្រ័យមិនគប្បីសោះទី3ស្វាមីត្រូវចេះមេត្រីកំបីលេះលោះលួចមានស្រីញីខាងក្រៅទៀតនោះត្រូវចេះសន្តោសដល់ចិត្តប្រពន្ធត្បិតអីភរិយាមានប្តីជាគ្នាត្រូវការថែធួនស្រឡាញ់ថ្នាក់ថ្នមបីបំនំនួនមិនអោយប្តីខ្លួនមានស្រីណាផ្សេងទី4ស្វាមីត្រូវយល់ចិត្តស្រីឲ្យបានជាក់ស្ដែងផ្ដល់សិទ្ធិសេរីឲ្យនាងចាត់ចែងកិច្ចផ្ទះសម្បែងនិងទុកដាក់ទ្រព្យប្រសិនភរិយាមិនបានទ្រព្យជាចាត់ចែងម្ដេចគប់ត្បិតម្ហូបអាហារត្រូវការគ្រឿងសពអំបិលត្រីត្រប់ប៊ីចេងខ្ទឹមម្រេចទី5ស្វាមីត្រូវចេះគ្មៀតក្មៃឆ្វែងរកមាសពេជ្រ
គ្រឿងអលង្ការរចនារំលេចលំអសំសាច់ឲ្យប្រពន្ធថ្លៃខ្សែកចិញ្ចៀនមាសប្រាក់ផ្លាក់ទិនកងជើងកងដៃក្រវិលមកុដទាំងសិតកលៃដែលចិត្តមនុស្សស្រីចង់បានស្អាតល្អនឹងអញ្ចឹងនៅពេលដែលយើងអនុវត្តនីតិរបស់ខ្លួនបានទាំង5យ៉ាងហ្នឹងហើយនឹងមាននៅសក្តិសុខសុភមង្គលរហូតដល់ចាស់ទៅសុភមង្គលកើតពីការយល់ចិត្តស្មោះអាណិតស្រឡាញ់ចិត្តមេត្តាមិនក្បត់មានថ្មីមិនប្រែសាវ៉ាមង្គលគ្រួសារកើតមកពីអ្នកប្រពន្ធស្មោះប្តីប្តីស្មោះប្រពន្ធប្តីចិត្តធ្ងន់ប្រពន្ធចិត្តត្រជាក់ស្មោះត្រង់នឹងគ្នាឥតមានលួចលាក់ដៃស្មោះប្រពន្ធស្មាក់ទៅធូធាទាស់គ្នាតិចតួចមិនផ្ដួចជាធំចរិតចាស់ទុំចាស់អត់អន់គ្នាមួយភ្លើងមួយទឹកទៅមិនក្រំគ្រាទៅបានរស់នៅសុខនឹងគ្នារហូតដល់ចាស់ដូចយាយដូចតាដែលសូមអនុមោទនាសាធុ